បាទសួស្តីអ្នកនរថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដើម្បីធ្វើការចែកម្លែកដល់អ្នកនរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងថ្ងៃនេះខ្ញុំមានសូមធ្វើការលើកយករូបមន្តមួយដែលតងជាមួយនឹងរូបមន្ត Sam មកធ្វើការបង្ហាញជូនអ្នកនរបាទអញ្ចឹងខ្ញុំជឿថាអ្នកនរខ្លះក៏គាត់បានស្គាល់ហើយតើតងជាមួយនឹងរូបមន្ត Sam អញ្ចឹងហើយក៏មានបងប្អូនខ្លះដែលគាត់អត់ទាន់ដឹងថាតើរូបមន្ត Sam ហ្នឹងគេប្រើវាដើម្បីអីបាទអញ្ចឹងមុននឹងឈានទៅដល់ការពន្យល់លម្អិតទាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្ត Sam ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់យល់ន័យថាតើអ្វីទៅជារូបមន្ត Sam បាទទាក់ទងជាមួយនឹងរូបមន្ត Sam វាត្រូវបានប្រើសម្រាប់ធ្វើការបូកសរុបតម្លៃដែលត្រូវបានផ្ដល់ឲ្យបាទអញ្ចឹងនៅក្នុងចំណុចនេះបើយើងបាននិយាយឲ្យងាយយល់មានន័យថាវាធ្វើការបូកសរុបទៅលើតម្លៃអញ្ចឹងតម្លៃហ្នឹងវាអាចមានជាប្រភេទបន្ទុកវាអាចមានជាប្រភេទប្រាក់ខែវាមានអាចជាប្រភេទតារាងទិន្នន័យផ្សេងដែលយើងអាចយកមកធ្វើការបូកបានអញ្ចឹងនៅក្នុងនឹងទាសោតក៏វាមានករណីខ្លះដែលអាចឲ្យទិន្នន័យទាំងអស់នោះប្រើជាមួយនឹងរូបមន្ត Sam បានអញ្ចឹងតម្លៃដែលអាចប្រើជាមួយនឹងរូបមន្ត Sam បានរួមមាន number series friend rank array បាទអញ្ចឹងទិន្នន័យទាំង4ប្រភេទនេះហើយដែលអាចអនុញ្ញាតឲ្យប្រើជាមួយនឹងរូបមន្តSam បានអញ្ចឹងមានន័យថាគ្រប់ប្រភេទទិន្នន័យសិតតែអាចប្រើជាមួយនឹងរូបមន្ត Sam បានទេតប្រភេទទិន្នន័យត្រូវជាមួយនឹង4លក្ខខណ្ឌនៅក្នុងអ្វីដែលខ្ញុំបានបង្ហាញហ្នឹងអាហ្នឹងទៅអាចប្រើជាមួយនឹងរូបមន្ត Sam បានអញ្ចឹងយើងឧទាហរណ៍យើងមិនអាចប្រើអក្សរយកមកធ្វើការគណនាអីក៏យើងអត់អាចប្រើបានទេបាទអញ្ចឹងដោយអ្វីដែលខ្ញុំបានបង្ហាញឯអ្នកនរឃើញឯ number អញ្ចឹងលេខ10លេខ20អាហ្នឹងវាគឺជាតម្លៃលេខអញ្ចឹងតម្លៃលេខហ្នឹងយើងអាចយកមកធ្វើការប្រើជាមួយនឹងរូបមន្ត Sam បានអញ្ចឹងឧទាហរណ៍ថានេះខ្ញុំយក Sam 10 20 Sam អញ្ចឹងនៅពេលដែលខ្ញុំចុច enter អ្នកនរខ្ញុំឃើញចេញ60ហើយអញ្ចឹងមានន័យថាតម្លៃហ្នឹងយើងអាចយកវាមកធ្វើការបូកបានseries friend ឬក៏យងក្លាកន្លែងនេះបើនិយាយឲ្យងាយយល់អាហ្នឹងគេតាក់ទងជាមួយនឹងខ្សែអញ្ចឹងអ្នកនរគ្នាឃើញអ្វីដែលខ្ញុំចុចអានេះគេហៅថាខ្សែអានេះគេហៅថាខ្សែ E4 អានេះគេហៅថា series friend អញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងបញ្ចូលទិន្នន័យដូចជាលេខទៅក្នុងខ្សែហ្នឹងអញ្ចឹងយើងចង់ធ្វើការគណនារូបមន្ត Sam យើងអាចប្រើរូបមន្តនឹងបានដូចគ្នាហើយមួយទៀតតាក់ទងជាមួយនឹងរែងមានន័យថាវាគឺជាផ្ទៃកលាដែលនៅបន្តគ្នាអញ្ចឹងឧទាហរណ៍ថាបើនិយាយយល់មានន័យថានៅពេលដែលយើងធ្វើការ select ខ្សែជាច្រើនចូលគ្នាអាហ្នឹងគេហៅថារែងអញ្ចឹងមានន័យថាអានេះគេហៅថា array អញ្ចឹងក៏យើងអាចប្រើប្រាស់ជាមួយនឹងរូបមន្ត Sam បានផងដែរហើយមួយទៀតតកតងជាមួយនឹង array ក៏វាស្តៀងជាមួយនឹង range ដែរប៉ុន្តែពីច្រើនគេប្រើវានៅក្នុងរូបមន្តផ្ទាល់តែម្ដងបាទអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំធ្វើការសង្ខេបខ្លះតកតងជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលប្រើជាមួយនឹងរូបមន្ត Samបាទអញ្ចឹងដើម្បីឲ្យច្បាស់ខ្ញុំសូមមកធ្វើការបង្ហាញទៅលើឧទាហរណ៍មកដើម្បីឲ្យអ្នកគ្នាកាន់តែច្បាស់ថាតើរូបមន្ត Sam គេប្រើវាបែបម៉េចបាទអញ្ចឹងយើងចូលទៅឯកសាររបស់យើងទាំងអស់គ្នាបាទអញ្ចឹងអានេះគឺជាតារាងឯកសាររបស់ខ្ញុំតាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្ត Sam អញ្ចឹងនៅក្នុងនេះខ្ញុំមានតារាងរបស់ខ្ញុំមាន4 columnហើយមានតារាង result មួយអញ្ចឹងអ្នកនរគ្នាប្រកាសជាឃើញតម្លៃហើយមានតម្លៃទី1តម្លៃទី2តម្លៃទី3តម្លៃទី4អញ្ចឹងអ្នកនរគ្នានឹងឃើញហើយអញ្ចឹងនៅក្នុងតម្លៃហ្នឹងវាមានជាចំនួនគត់មានចំនួនទស្សភាពមានជាចំនួនអវិជ្ជមានមានជាចំនួនគត់លេខជាមួយនឹងអក្សរមានចំនួនជាអក្សរមានជាលេខឯជាដើមហើយអញ្ចឹងខ្ញុំនឹងធ្វើការប្រើរូបមន្ត Sam ថាគេប្រើវាបែបម៉េចអញ្ចឹងអានេះគឺជាតារាង result របស់យើងអញ្ចឹងអ្នកទាំងនេះធ្វើការselect ទៅលើតារាងដែលយើង reset ដែលយើងចង់បូកមកជាអ្នកទាំងនេះធ្វើការចុចស្មើហើយអ្នកទាំងវាពាក្យថា Sam UM ហើយធ្វើការបើកវងកញ្ចក់អញ្ចឹងអ្នកទាំងគ្នាផ្លាត់ឃើញអានេះគឺថាគុយម៉ងរបស់រូបមន្ត Sam number 1
អញ្ចឹងអ្នកត្រូវធ្វើការ select អ្នកអាចធ្វើការ select ចេះក៏បានអញ្ចឹង number ទី1អ្នកត្រូវធ្វើការ select ទៅលើ C5 មក number ទី2អ្នកត្រូវធ្វើការ select ទៅលើ C5 មក number ទី3អ្នកធ្វើការ select ទៅលើ C5 មក number ទី4អ្នកអាចធ្វើការ select ទៅលើ C5 អញ្ចឹងនៅពេលដែលអ្នក select ទៅលើទិន្នន័យទាំងអស់គ្នារួចរាល់ទាំងអស់ហើយអ្នកត្រូវធ្វើការបិទវងកញ្ចក់មកវិញហើយរួចអ្នកទាំងគ្នាធ្វើការចុច enter អញ្ចឹងអ្នកទាំងគ្នាប្រកាសជាឃើញតម្លៃ50អញ្ចឹងមានន័យថា result របស់យើងគឺ50នៅពេលដែលយើងយកចំនួនតម្លៃទី1បូកជាមួយតម្លៃទី2បូកជាមួយតម្លៃទី3បូកជាមួយតម្លៃទី4អ្នករាល់គ្នាប្រកាសជាឃើញ50ចឹងឧទាហរណ៍មួយទៀតអញ្ចឹងខ្ញុំចង់ធ្វើការបូកទៅលើចំនួនទស្សភាគវិញអញ្ចឹងយើងអាចប្រើរូបមន្តសាមបានដូចគ្នាចុចស្មើអ្នកត្រូវប្រើរូបមន្តសាម S U M ហើយធ្វើការបើកមុខកញ្ចក់អញ្ចឹង number ទី1អញ្ចឹងដូចនៅក្នុងរូបមន្តរបស់យើងនេះនៅពេលដែល share បន្តគ្នាជាប់គ្នាអញ្ចឹងអានឹងគេហៅថា rankចឹងអ្នកធ្វើការ select មក share ពី B6 ទៅដល់ share E6 មកអញ្ចឹងមានថា B6 ទៅដល់ E6 អានឹងគឺជា rank ហ្នឹងអញ្ចឹងដោយសារតែលក្ខខណ្ឌនៅក្នុងរូបមន្តរបស់យើងក៏យើងអាចប្រើវាដើម្បីធ្វើការបូកលេខបានដែរអញ្ចឹងអ្នកធ្វើការ select អញ្ចឹងមកហើយបិទមុខកញ្ចក់មកវិញអ្នកដែលប្រកាសជាឃើញ9ហ្នឹងអញ្ចឹងមានថានេះគឺជា result ឬក៏ជាលទ្ធផលមួយដែលយើងបានគណនាមានថាតម្លៃហ្នឹងវាធ្វើការបូកបញ្ចូលគ្នាទាំង4តម្លៃហ្នឹងវាបានជាលទ្ធផលមួយគឺតម្លៃ9អញ្ចឹងឧទាហរណ៍ថាអ្នកបូកបន្តទៀត30ដូចគ្នាអ្នកទាំងអស់គ្នាចង់ select range អញ្ចឹងក៏បានឬក៏ select មួយអញ្ចឹងក៏បានដូចគ្នាឥឡូវយើងធ្វើការបូកតាក់ទងជាមួយនឹងចំនួនវិជ្ជមានម្ដងអញ្ចឹងនៅក្នុងចំនួន number នេះយើងអាចធ្វើការបូករហូតដល់255 number អញ្ចឹងមានន័យថាជាចំនួនយើងអាចបូកហ្នឹងគឺ255អាគុយមកអាហ្នឹងតាក់ទងជាមួយនឹងចំនួនដែលយើងអាចបូកបាននៅក្នុងរូបមន្តសាមអញ្ចឹងអ្នកទាំងគ្នាធ្វើការបិទមកវិញមកហើយធ្វើការចុច enter ឥឡូវខ្ញុំធ្វើការបូកមួយទៀតឥឡូវខ្ញុំធ្វើការបូកទៅលើតម្លៃនៅដូចគ្នាតម្លៃសាមឥឡូវខ្ញុំធ្វើការបូក B8 C8 D8 E8អញ្ចឹងអ្នកដល់គ្នាផ្លាស់ឃើញ120អញ្ចឹងកន្លែងនេះ20កន្លែងនេះ100បូកចូលគ្នាបានតែ120ទេបាទអញ្ចឹងនៅក្នុងចំណុចនេះមានន័យថាតាក់ទងជាមួយនឹងអក្សរមានន័យថាវាអត់ធ្វើការបូកបញ្ចូលទេនៅក្នុងរូបមន្តរបស់យើងមានន័យថាអក្សរវាត្រូវការignore ចោលមកមានថាវាយកតែតម្លៃលេខមកធ្វើការបូកតែប៉ុណ្ណោះចឹងតាក់ទងជាមួយនឹងអក្សរគឺវា ignore ចោលចឹងវាធ្វើការបូកទេចុះឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការបូកចំណុចបន្ទាប់មួយទៀតចឹងអ្នកទាំងនេះធ្វើការ select ដូចគ្នាចឹងអ្នកទាំងនេះប្រកាសជាឃើញ0មានន័យថាតម្លៃអក្សរវាអត់ធ្វើការបូកបញ្ចូលទេឥឡូវខ្ញុំមកដល់សារចំក្រោយរបស់យើងឥឡូវខ្ញុំធ្វើការបូកមួយទៀតអញ្ចឹងអ្នកទាំងនេះក៏ជាឃើញហេតុអីបានជាចំណុចនឹង error ដោយសារតែ error មានន័យថាដោយសារនៅក្នុងតម្លៃទី4នេះវាមានសារមួយដែល error អញ្ចឹងមានន័យថាសារ error មានន័យថាយើងអាចធ្វើការបូកតម្លៃនឹងបានទេអញ្ចឹងមានន័យថាប៉ះសិនបើឧទាហរណ៍ថានៅក្នុងតារាងរបស់យើងឬក៏នៅក្នុង
ទិន្នន័យរបស់យើងមានចំណុចណាមួយដែល error អញ្ចឹងមានន័យថានៅពេលដែលយើងធ្វើការបូកលេខទៅគឺវា error ទាំងអស់អញ្ចឹងយើងអាចប្រើរូបមន្តសាមបានទេអញ្ចឹងអ្នកទាំងគ្នាត្រូវកត់ចំណាំនៅពេលដែលសារឬក៏ទិន្នន័យណាមួយរបស់យើងមានចំណុច error នោះយើងអាចធ្វើការកណនាទិន្នន័យរបស់យើងឲ្យចេញជាលទ្ធផលដូចអ្វីដែលនៅបង្ហាញខាងលើឯងអញ្ចឹងយើងត្រូវcheck យើងត្រូវកែសម្រួលវាហើយអញ្ចឹងចំណុចនេះអូថាខ្ញុំដូរមកលេខ5វិញចឹងអ្នកនរគ្នាមានតម្លៃរបស់យើងវាឡើង error ឯងអញ្ចឹងដូចអ្វីដែលខ្ញុំបានបង្ហាញអានេះគឺជាលក្ខខណ្ឌមួយចំនួននឹងរបៀបការកណនាតទៅជាមួយនឹងរូបមន្តសាមអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចនឹងបានយល់ខ្លះតទៅជាមួយនឹងមេរៀននេះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងក៏សូមឲ្យអ្នកនរគ្នាជួយធ្វើការចុច Subscribe Channel របស់ខ្ញុំមួយផងដែរដើម្បីទទួលបានវីដេអូថ្មីៗបាទអរគុណ